បងមានដល់ល្អរបស់ខ្ញុំបាទម្ចាស់សាខាឥឡូវបងប្អូនយើងតើឆាយហើយ15000បាទនិយាយទៅអាណិតបងមានកំសត់របស់ខ្ញុំណាបងប្អូនអើយម្ចាស់សាខាផ្លូវ598នៅចិត្តកម្មកោនៅចិត្តធនាគារព្រីននៅទល់មុខក្រុមហ៊ុន Makita ហ្នឹងស្លូតណាមិនសូវបានមាត់កទេញឹមរហូតបើកលក់នៅខាងថ្នងនោះលក់ប្រហែលជាខ្ទង់កន្លះខែមានឧបសគ្គប្រធានស័កហ្នឹងទៅត្រូវបខំចិត្តឈប់មុំនឹងរកបានកន្លែងលក់ថ្មីហ្នឹងផ្អាកលក់មួយរយៈដល់ពេលទៅដល់កន្លែងថ្មីផ្លូវលូ5ហ្នឹងលក់បសុកបាទមានភ្ញៀវមានម៉ួយហើយខាងលូនោះធ្វើអីហ្នឹងផ្អាកលែងបានលក់ទៀតព្រោះបិទផ្លូវសួរព័ត៌មានខាងមន្ត្រីជួសជុលលូហ្នឹងថាងធ្វើតែមួយខែហើយអញ្ចឹងគិតថាមួយខែសុកចិត្តទ្រាំនៅចាំសិនតម្រាំធ្វើលូហើយអាហ្នឹងចាំបើកលក់វិញមានណាដល់តែមែនតែន2ខែ3ខែអត់តាន់ហើយអត់បានលក់ទេប៉ុន្តែថ្លៃឈ្នួលផ្ទះបងឲ្យម្ចាស់ផ្ទះរាល់ខែហើយ2-3ខែបងប្អូនអើយបងលុយចោលហើយឥឡូវហ្នឹងមិនដឹងថាពេលណាហើយទៀតដល់ពេលអញ្ចឹងត្រូវបខំចិត្តនឹងរកកន្លែងថ្មីលក់ទៀតឥឡូវនេះមកដល់ខាងកម្មកោហើយបាទនៅលើផ្លូវ598ហ្នឹងបើមកពីភ្លើងស្តុបកម្មកោវិញដល់ធនាគារព្រីននៅខាងឆ្វេងដៃបងប្អូនណាសង្ឃឹមថាបងប្អូននៅក្នុងតំបន់នេះសូមជួយគ្រប់គ្រងបងមានខ្ញុំផងលក់មកប្រអប់15000ឡើងបងប្អូនណាអត់ថ្លៃទេហើយ1គីឡូ70000ពួកខ្ញុំលក់គ្រប់គីឡូបាទហើយសាច់គោដុតមិនមែនសាច់គោព្យួរទេសាច់គោដុតពិតស្រាលជាងសាច់គោព្យួរឬក៏សាច់ឆៅធម្មតាថ្លឹងទៅបានច្រើនណាស់ធានាថាឆ្ងាញ់បាទស្បែកពណ៌មាសទន់ល្មើយផុយសាច់ផ្អែមដូចផ្សាយអញ្ចឹងទឹកប្រហុកវិញសិតតែទឹកប្រហុក collagen បងប្អូនភ្លក់មកដងទៅដឹងហើយបាទថាឆ្ងាញ់ប្លែកគេយ៉ាងម៉េចបងប្អូនត្រូវការកូដដុតកម្មវិធីអីក៏អាចហៅបងមានខ្ញុំទៅធ្វើជូនដល់កន្លែងបានដែរនៅ Stop Tepon ទល់មុខ Burger King បងប្អូនក៏មានសាខាទី30របស់ផ្ទះឆ្ងាញ់កូដដុតនៅក្នុងមួយដែរអញ្ចឹងបងប្អូននៅម្ដុំនឹងអាចទៅជាវបានរីឯខាងចាក់អង្រែលើក៏ចិត្តបើកសាខាមួយទៀតដែរសាខាទី31ចុះពីស្ពានទៅបន្តិចនៅខាងស្ដាំដៃបាទក្រៅពីនឹងនៅពេញហួតបឹងស្នោក៏មានមួយសាខាដែរនៅព្រែកប្រាក៏មានមួយសាខាដែរនៅតាខ្មៅភ្លើងស្តុបតលុននៅចំការដូងនៅភ្នំពេញថ្មីនៅខាងបរិយាអង្គរភ្នំពេញនៅគៀនស្វាយនៅផ្សារសួងនៅខេត្តកញ្ចេះនៅខាងឧត្តរមានជ័យនៅខាងទីរួមខេត្តបាត់ដំបងនិងនៅតាមបណ្ដាខេត្តមួយចំនួនទៀតបានលេខទូរស័ព្ទរបស់ម្ចាស់សាខានីមួយខ្ញុំមានសរសេរនៅក្នុង caption ខាងលើបងប្អូនណាដោយក្តីគោរពស្រឡាញ់ដ៏ស្មោះស្ម័គ្រអស់ពីដួងចិត្តខ្ញុំបាទផ្ទះឆ្ងាញ់កោដុតស្នេហាជាតិសូមអរគុណសូមគោរពជម្រាបលា